បើក app HFM បន្តមកទៀតយើងចុចពាក្យថា register ដើម្បីបង្កើត wallet trading យើងជ្រើសរើសយកពាក្យថា individual ក្នុងការបើកគណនីជួញដូរផ្ទាល់ខ្លួននៅដំណាក់កាលបន្ទាប់យើងជ្រើសរើសយកប្រទេសដោយសារតែយើងនៅខាងស្រុកខ្មែរដូច្នេះខ្ញុំជ្រើសរើសយកពាក្យថា Cambodia ក្រោយមកទៀតយើងចុចទៅលើពាក្យថា next នៅដំណាក់កាលនេះគឺបំពេញលេខទូរស័ព្ទបងប្អូនអាចធ្វើការបំពេញលេខទូរស័ព្ទដែលប្រើប្រាស់ជាប្រចាំថ្ងៃបើសិនជាលេខទាំងអស់នោះមានភ្ជាប់បណ្ដាញ Telegram ឬក៏ WhatsApp កាន់តែងាយស្រួលដល់ភ្នាក់ងារដើម្បីផ្ដល់ព័ត៌មានផ្សេងៗជូនដល់បងប្អូននៅចំណុចនេះគឺយើងត្រូវធ្វើការបំពេញឈ្មោះ first name គឺសំដៅទៅលើឈ្មោះផ្ទាល់របស់យើងចំណែកឯ last name គឺចង់សំដៅទៅលើតកូលចំណុចបន្ទាប់គឺថ្ងៃខែឆ្នាំកំណើតរបស់យើងដូច្នេះយើងអាចចុចហើយយើងជ្រើសរើសនៅ column ចុងក្រោយគឺឆ្នាំនៅ column កណ្ដាលគឺជាថ្ងៃចំណែកឯ column នៅខាងឆ្វេងបង្អស់គឺខែបន្ទាប់មកយើងចុចពាក្យថា next នៅត្រង់ចំណុចនេះគឺយើងត្រូវបំពេញអាសយដ្ឋាន email ផ្ទាល់ខ្លួននៅពេលដែលយើងធ្វើការបង្កើតគណនីហើយក្រុមហ៊ុននឹងធ្វើការផ្ញើព័ត៌មានសម្ងាត់មួយចំនួនជូនដល់វិនិយោគិនដើម្បីធ្វើការ activate account ឬក៏លេខកង់ wallet តាមរយៈប្រព័ន្ធ email នេះតែម្ដងចំណុចនេះគឺយើងត្រូវដាក់លេខសម្ងាត់សូមបងប្អូនយកกระดาษកត់លេខសម្ងាត់ទុកដោយសារតែនៅពេលដែលយើងធ្វើការបង្កើតហើយខាងក្រុមហ៊ុននឹងមិនផ្ញើលេខសម្ងាត់នេះជូនដល់បងប្អូនសារជាថ្មីនោះទេបន្ទាប់មកយើងចុចពាក្យថា open email app ដើម្បីចូលបើកនៅក្នុងអាសយដ្ឋាន email របស់យើងដើម្បីធ្វើការ activate គណនី wallet នៅដំណាក់កាលនេះយើងបើកទៅលើ app email របស់យើងបងប្អូននឹងទទួលបានសារមួយមកពីខាងក្រុមហ៊ុន HFM គឺ account activation បើសិនជាបងប្អូនមិនទទួលបានទេសូមរងចាំប្រហែលជាខ្ទង់5ទៅ15នាទីដោយសារតែពេលខ្លះ app ក្នុងទូរស័ព្ទដៃនិង computer វាអាចមានការ deliver យូរបន្ទាប់មកយើងអាចចុចទៅលើពាក្យថា activate accountក្រោយពីបងប្អូនคลิกទៅលើប៊ូតុងពណ៌ក្រហមនេះហើយមានន័យថាការបង្កើតគណនី wallet នៅខាងក្រុមហ៊ុន HFM គឺយើងធ្វើបានជោគជ័យ 100% ក្រោយពីយើងធ្វើការ activate account សារទី2យើងត្រូវបានផ្ញើគឺ welcome to HFM នៅក្នុង email ទី2នេះគឺមានផ្ទុកនៅព័ត៌មានមួយចំនួនទី1គឺតាក់ទងជាមួយនឹង wallet ID យើងត្រូវការ wallet ID នេះដើម្បីធ្វើការ log in យើងអាច log នៅក្នុង app ឬក៏ web browser ចំណែកឯ password គឺខាងក្រុមហ៊ុនមិនបានផ្ញើជូនដល់យើងទេគឺជា password ដែលយើងបំពេញមុននេះបន្តិច